ម៉ាក់ដែលគាត់បូមទឹកដោះកំពុងទៅស្វែងរកប្រភេទកែវស្តុកទឹកដោះត្រូវឯងអញ្ចឹងម៉ាក់អាចមើលក្នុងវីដេអូនេះបានណាសម្រាប់ខ្ញុំគឺដកប្រើផ្ទាល់ពីមុនធ្លាប់គិតថាអត់មានទឹកដោះទេប៉ុន្តែឥឡូវបងឲ្យហូរហៀខ្ញុំត្រូវការប្រភេទកែវនេះដើម្បីយើងដាក់ទឹកដោះបានច្រើនហើយទី1ទី2គឺយើងអាចយកមកគឺរក្សាគុណភាពទឹកដោះវាបានល្អសម្រាប់ប្រភេទកែវថ្មនេះបងគម្របរបស់គេអ៊ីណុកបែបនេះឥឡូវគឺខ្ញុំចាក់ទឹកដោះរបស់ខ្ញុំចូលហើយគឺខ្ញុំបូមព្រឹកមិញចាខ្ញុំដាក់ចូលគ្នាតែម្ដងហើយសម្រាប់ຂະຫນាតប្រភេទកែវនេះបងធំណាចំណុកគេ450 ml តែម្ដងហើយសាច់កែវរបស់គេគឺក្រាស់ល្អមែនតើហើយសម្រាប់ប្រភេទកែវនេះមិនថាំងយើងអាចស្តុកតែទឹកដោះណាបងយើងអាចច្នៃបានប្រើបានច្រើនយ៉ាងបើសម្រាប់ខ្ញុំនេះឥឡូវគឺខ្ញុំមកយកដាក់មួយនឹងក្លាសេមួយទឹកសយូងចេកញ៉ាំដើម្បីបង្កើនទឹកដោះអញ្ចឹងណាពិសេសរបស់កែវនេះមិនត្រឹមតែរូបរាងខ្ជូតទេគឺរក្សាគុណភាពជាមួយនឹងទឹកដោះយើងបានល្អទៀតដូចជាប្រភេទពួកភេទជ្ជៈដែលយើងប្រើអីអញ្ចឹងណាហើយសម្រាប់ឡាយគឺស្អាតខ្លាំងមែនតើដូចបងឃើញចាក់ស្ដែងអញ្ចឹងសម្រាប់បងដែលគាត់កំពុងតែចាប់អារម្មណ៍ជាមួយនឹងប្រភេទកែវស្តុកទឹកដោះនេះចាអាចឆាតចូលពេករបស់ខ្ញុំបានមិនទាន់មានឡាយឲ្យរើសណាបង